ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងថ្នាំរាគដែលប្រើសម្រាប់សត្វថ្ងៃនេះគឺខ្ញុំមានថ្នាំពីរប្រភេទគឺប្រភេទទី1គឺពពួកថ្នាំប្រភេទកញ្ចប់បងប្អូនវាជាប្រភេទថ្នាំប្រភេទម្សៅដែលជួយសត្វនៅក្នុងការព្យាបាលនៅជំងឺរាគបងប្អូនដូចជានៅពេលដែលសត្វរបស់បងប្អូនរាគមិនថាជ្រុកមាន់ទាទេគឺបងប្អូនអាចយកប្រភេទថ្នាំអង់រ៉ូមីកនេះយកទៅប្រើដោយសារតែប្រភេទថ្នាំអង់រ៉ូមីកនេះគឺជាប្រភេទម្សៅអញ្ចឹងគឺវាមានភាពងាយស្រួលមែនទែនសម្រាប់បងប្អូនដែលអត់ចេះចាក់ថ្នាំដោយខ្លួនឯងឬក៏អត់ចង់ហៅពេទ្យសត្វធ្វើឲ្យអស់ថ្លៃចាក់ថ្នាំអញ្ចឹងបងប្អូនអាចយកប្រភេទម្សៅនេះយកទៅលាយជាមួយនឹងទឹកក៏បានចំណីក៏បានដែរបងប្អូនអាចឲ្យ3ថ្ងៃទៅ5ថ្ងៃជាប់គ្នាអញ្ចឹងបងប្អូនបើសិនជាសត្វបងប្អូនរាកខ្លាំងតែបើសិនជាអត់សូវរាកបងប្អូនឲ្យតែរយៈពេល2ទៅ3ថ្ងៃអីក៏បានដែរបងប្អូនចាអញ្ចឹងប្រភេទម្សៅនេះគឺងាយស្រួលចាងាយស្រួលសម្រាប់អ្នកដែលអត់ចេះចាក់ថ្នាំអញ្ចឹងប្រភេទទី2ហ្នឹងគឺប្រភេទចាក់បងប្អូននេះអានេះគឺជាថ្នាំប្រភេទចាក់អញ្ចឹងសម្រាប់ថ្នាំប្រភេទចាក់នេះដែរប្រើសម្រាប់សត្វជ្រូកមាន់ទាគោក៏បីបានដូចគ្នាបងប្អូនតែអានេះបើសិនជាបងប្អូនប្រើជាមួយនឹងជ្រូកចាជ្រូកណាបើសិនជាជ្រូកនឹងរាកខ្លាំងចារាកខ្លាំងជាប្រភេទទឹកណារាវបងប្អូនដែលឃើញជ្រូករាកខ្លាំងហើយបាញ់ទឹករាវបងប្អូនអញ្ចឹងប្រើពីរមុខនេះគឺប្រកែមែនតើបងប្អូនគឺបងប្អូនប្រើប្រភេទចាក់អង្រោហើយលាយជាមួយនឹងអាមុកបងប្អូនចាចាក់3ថ្ងៃជាប់គ្នាចាគឺជាដាច់តែម្ដងអាហ្នឹងណាបងប្អូនគឺដោយសារតែបទពិសោធន៍នេះគឺដោយសារតែប្តីរបស់នាងខ្ញុំនេះគឺគាត់ដើរចាក់ចាដើរចាក់តាមភូមិហើយភាគច្រើនបើសិនជាជ្រូករាកភាគច្រើនគឺគាត់ប្រើពីរមុខនេះគឺធានាថាជ្រូកជាហ្មងបងប្អូនគាត់ដើរចាក់ចង់គ្រប់ជ្រូកគឺដឹងទៅថាជាអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានជាប្រភេទថ្នាំរាកបងប្អូនអញ្ចឹងបងប្អូនចង់បានជាប្រភេទចាក់ក៏បានជាប្រភេទម្សៅក៏បានដែរគឺខ្ញុំមានទាំងពីរប្រភេទដើម្បីផ្ដល់ភាពងាយស្រួលបងប្អូនគឺយើងមានទាំងម្សៅលាយជាមួយទឹកក៏បានចំណីក៏បានហើយជាប្រភេទចាក់តែម្ដងចាអញ្ចឹងអាស្រ័យលើបងប្អូនជ្រើសរើសទេចាអញ្ចឹងបើសិនជាបងប្អូនចាក់អារម្មណ៍ចាកុំភ្លេចកំងចាអរគុណច្រើនជម្រាបលា